เรียบสู้บางปอนต่างគ្នានេះជារបៀបធ្វើញ៉ាំមីសួរសាច់ជ្រូក3ជាន់ហើយនេះខ្ញុំក៏មានលាយបង្គាខ្លះៗដែរបងប្អូនចាអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នេះខ្ញុំទាំងអស់គ្នាចាដំបូងនេះខ្ញុំមកត្រៀមបន្លែខ្លះដែលមានស្ពៃក្តោបចំនួន1ចំណិតចឹងមកហើយមួយចំណិតហ្នឹងខ្ញុំថ្លឹងទៅវាមកខំហើយហាន់វាស្ដើងមករួចយកវាទៅត្រាំទឹកចំណែកការ៉ុតនេះខ្ញុំយកវាមកឈូសជាសរសៃអត់អញ្ចឹងហើយតបមកទឹមបារាំងនេះខ្ញុំដាក់ចំនួន1ចំហៀងបងប្អូនហាន់វាស្ដើងអញ្ចឹងមកហើយក៏មានពេញប៉ោះចំនួន2ផ្លែហាន់វាជាចំណិតតូចអញ្ចឹងមកបងប្អូនហើយខ្ទឹមក្រហមនេះខ្ញុំមានចំនួន2មើមហើយយើងហាន់វាកុំតូចពេកកុំធំពេកទេបងប្អូនហើយក៏មានដាក់ជីគឹមឆាយដែរហើយម្ទេសនេះខ្ញុំដាក់ម្ទេសម៉ាឡេលាយបងប្អូនដោយសារម្ទេសម៉ាឡេវាអត់មានរសជាតិហឹរហើយវាមានពណ៌ស្អាតរួចនេះខ្ញុំយកវាមកបុកជាមួយនឹងខ្ទឹមសបុករួចរាល់ហើយខ្ញុំមកធ្វើទឹកញ៉ាំដោយដាក់ស្ករត្នោត1ស្ព្រាបាយពេញហើយប៊ីចេង1ស្ព្រាកាហ្វេម្សៅស៊ុបសាច់មាន់2ស្ព្រាកាហ្វេទឹកត្រី4ស្ព្រាបាយហើយនិងទឹកឆ្អិនហ្នឹងចំនួន50 ml ហើយនេះខ្ញុំកូររហូតតតែវារលាយបានល្អសិនមកទៅនេះខ្ញុំដាក់ម្ទេសខ្ទឹមដែលបានបុកមុននឹងចូលហើយច្របាច់ក្រូចឆ្មាចូលតែម្ដងរសជាតិជូរវិញបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តនេះខ្ញុំដាក់ចំនួន2ផ្លែចាឥឡូវទឹកសម្រាប់ញ៉ាំគឺរួចរាល់ហើយឥឡូវនេះខ្ញុំបានដាំទឹកឲ្យក្តៅហើយនេះខ្ញុំក៏បានដាក់ស្លឹកក្រូចសើចដែរបងប្អូនហើយយកសាច់ជ្រូកដែលបានហាន់ស្ដើងហើយហ្នឹងយកវាមកស្ងោរឲ្យឆ្អិនចាំបន្ទាប់ពីសាច់ជ្រូកហ្នឹងវាជិតឆ្អិនហើយនេះខ្ញុំដាក់បង្គាចូលតែម្ដងហើយនេះខ្ញុំស្ងោរបង្គាហ្នឹងឲ្យឆ្អិនដែរតែមិនស្ងោរយូរទេណាបងប្អូនមិនចឹងទេសាច់បង្គារឹងណាតបឆ្អិនហើយនេះខ្ញុំស្រង់ចេញហើយយកស្ពៃក្តោបយកមកស្រុះបន្តព្រោះស្ពៃក្តោបយើងហូបឆៅវាអត់ល្អទេបងប្អូនអញ្ចឹងយើងគួរតែយកមកស្រោឲ្យវាឆ្អិនសិនណាហើយស្រង់ចេញដាក់ក្នុងចានមួយមកតបមកយើងចាប់ដើមដាក់គ្រឿងក្រូចទាំងអស់ហ្នឹងក៏មានមីសួរហ្នឹងបងប្អូនតួឯក3ហ្នឹងគឺមីសួរហើយគ្រឿងផ្សំផ្សេងទៀតហ្នឹងដាក់ចូលមកទាំងអស់មកហើយមីសួរបងប្អូនត្រូវយកវាទៅស្រោឲ្យបានទន់សិនណាចាំយើងយកមកធ្វើហើយច្របល់រហូតតតែវាចូលជាតិបានសព្វល្អសិនមកនេះដំណងណាបងប្អូនវាចូលជាតិហើយតែប៉ុណ្ណឹងណាអញ្ចឹងយើងអាចហូបភ្លាមបានតែម្ដងដោយសារមីសួរយើងអាចទុកយូរបានណាចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ទៅត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube របស់ខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា